នៅក្នុង search engine របស់ខ្ញុំគឺខ្ញុំប្រើ VPN ប្រទេសជប៉ុនទីក្រុង Tokyo បងប្អូនយើងសួរខ្ញុំថា why ចម្លើយដ៏សាមញ្ញគឺខ្ញុំចង់បានចំណេះដឹងមួយចំនួនពីតំបន់ហ្នឹងខ្ញុំមិននិយាយលេងទេអ្នកគ្នាsearch engine នៅស្រុកខ្មែរយើងហើយ search engine នៅប្រទេសក្រៅគឺអត់ដូចគ្នាទេទោះបីអ្នកគ្នាប្រើ Chrome ប្រើ Google ដូចគ្នាក៏ដោយខ្ញុំនឹងនិយាយអំពី experience ពិតប្រាកដមួយនៅស្រុកខ្មែរយើង search engine គឺតម្រូវទៅតាមប្រជាជនខ្មែរនៅស្រុកក្រៅគឺតម្រូវតាមប្រជាជនស្រុកក្រៅអញនិយាយបានថានៅស្រុកខ្មែរយើងបើសិនជាគ្នាយើងចូល TikTok ពេលច្រើនគឺបើ account ក្មេងៗហ្នឹងគឺមកអត់សូវមានសកម្មភាពសិក្សាប្រហែលទេមានដល់ 10% ផងពេលច្រើនគឺការសបាយតែបើគ្នាយើងប្រើប្រាស់ VPN ទៅស្រុកចិនហើយបើក app TikTok នៅស្រុកនោះវិញ80% គឺការរៀនសម្រាប់ក្មេងៗហើយតែ20%ឯងសឹងអត់ពេលខ្លះសឹងអត់ដល់ផងគឺការសបាយគឺគេ focus លើការរៀនខ្លាំងហើយចំពោះឯកសាររៀនដូចសិស្សសកលដូចខ្ញុំនេះអីក៏រៀងមាន limit ដែរនៅស្រុកខ្មែរយើងបើយើង search ជាភាសាខ្មែរសឹងតែអត់សូវមានព័ត៌មានសោះហ្មងហើយបើយើង search ជាភាសាអង់គ្លេសអាចនិយាយបានថាalgorithm គឺតម្រូវសម្រាប់ប្រជាជនខ្មែរអញ្ចឹងពេលខ្លះគឺវាអត់ recommend ឲ្យខ្ញុំទេអញ្ចឹងហើយនៅពេលណាដែលខ្ញុំប្រើ VPN គឺ result ដែលខ្ញុំទទួលបានគឺយ៉ាងប្លែកខុសវា unique និយាយថា unique ចុះព្រោះมันមានច្រើនតែគេធ្វើដូចខ្ញុំអញ្ចឹងទៅវារៀង open mind ឲ្យយើងបន្តិចដែរថាអូខេនេះធ្វើទៅអញ្ចេះបានហើយធ្វើទៅអញ្ចេះបានហើយផលវិបាកដែលយើងជួបនៅពេលដែលយើងប្រើប្រាស់ VPN គឺគម្លាតភាសាពីព្រោះបើខ្ញុំដាក់ VPN ទៅចិននិយាយចិនបើយើងដាក់ VPN ទៅជប៉ុនយើងហើយជប៉ុនអញ្ចឹងទៅវាអាចមានគម្លាតភាសាឡើងនឹងបន្តិចដែរតែបើគ្នាយើងជាអ្នកហ៊ានហ្មងខ្ញុំគិតថាដូចជាមិនជាបញ្ហាទេពីព្រោះភាសានិយាយភាសាអាននេះថាមិននិយាយមកអានគឺយើងចាំមួយផ្លែតគឺគ្រប់គ្រាន់ហើយសំខាន់យើងបានចំណេះហើយយើងអាចបកប្រែជាភាសាអង់គ្លេសបានយើងអាចកត់ត្រាបានហើយមិនសម្រាប់ខ្ញុំប្រើមករៀនតែមាន client ខ្ញុំភាគច្រើនគឺគាត់ប្រើដើម្បីបានមើលព័ត៌មានស្រុកក្រៅដើម្បីបានគាត់ធ្វើ page ធ្វើ MVP ធ្វើអីចឹងណាគឺគាត់ពឹងខ្ញុំធ្វើឲ្យច្រើនដែរតែពេលច្រើនដែលយើង server ហ្មងគឺលក្ខណៈ home ខ្ញុំមិនដឹងមិនទេបងអ្នកគេធ្លាប់ស្គាល់យើងធ្លាប់ស្គាល់គេគឺច្រើនគេទៅឲ្យពួក MMO ដល់ពេលខ្ញុំមកសិតតែ home អ្នកនៅផ្ទះធម្មតាគាត់ចាស់ខ្លះគាត់ចង់មកព័ត៌មានណាមិនគេនិយាយខ្លះចឹងទៅគាត់ឲ្យខ្ញុំរៀបចំ VPN ដាក់ទូគាត់ចាស់ខ្លះទៀតគាត់ឲ្យខ្ញុំរៀបចំ VPN ដាក់ office គាត់អីចឹងទៅវាប្លែកដែរហើយចំពោះការស្ដាប់ VPN គឺសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើពួក Microtik ពីព្រោះ Microtik វាឲ្យខ្ញុំអាច control ទាំង front បានទាំងលើ firewall ទាំង speed ទាំងអីតែបើគ្នាយើងមាន router ណាដែល support VPN អាចហៅខ្ញុំទៅជួយ set up បានខ្ញុំនឹងឆែកនៅនេះប្រាប់តែឈ្មោះ model មកខ្ញុំនឹងឆែកមើលឲ្យខ្ញុំជួយ set up តាមគាត់ថាជំនាញខ្ញុំហ្មងគឺ Microtik ពីព្រោះ Microtik គឺយើងអាចកំណត់ជាក់ថាអូខេ VPN មួយហ្នឹងទៅប្រទេសណាហើយ policy វាមិនច្បាប់វាមិន firewall មិនត្រូវការពារ hacker ត្រូវការពារ privacy វាមិនបើដូច TP-Link VPN គឺយើងដាក់តែ username account ចូលគឺជាប់ហើយវាអត់ stable ទេ IP វាអាចឆាងអាច disconnect ឬក៏ឆ្លងចូល internet ស្រុកខ្មែរវិញ